បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទជួបគ្នាបន្តទៀតតទៅនឹងការស្រាយបាទសំទុះការបញ្យល់ទៅក្នុងខ្លឹមសារមេរៀនផ្នែកទី7អញ្ចឹងណាបាទផ្នែកទី7បាទអញ្ចឹងមេរៀនទី7នេះគឺនិយាយអំពីរង្វាល់ហើយវត្ថុបំណងយើងមើលតាមហ្នឹងវត្ថុបំណងទី1គឺឲ្យយើងស្គាល់អំពីសកលនៃបាទຂະຫນາດសកលនៃរង្វាស់សំខាន់ចេះវាស់និងប្រើប្រាស់ຂະຫນាតទៅតាមចំណុះឲ្យបានត្រឹមត្រូវហើយមួយទៀតគឺចេះប្រើប្រមាណវិធីបាទបែកຂະຫນាតទៅតាមពេលវេលាទៅលើពេលវេលាបាទចំណុចទី1គឺនិយាយអំពីបាទຂະຫນាតស្តង់ដាបាទប្រវែងបាទជាងຂະຫນាតស្តង់ដាប្រវែងនេះទី1មានຂະຫນាតតូចបាទຂະຫນាតធំអញ្ចឹងណាបាទអញ្ចឹងຂະຫນាតតូចវាមានបាទសង់ទីម៉ែត្របាទនេះមានដេស៊ីម៉ែត្រចឹងដេស៊ីម៉ែត្រនេះគឺយើងសរសេរមួយអក្សរដេស៊ីម៉ែត្រគឺស្មើនឹង 0.1 ម៉ែត្របាទឬក៏យើងអាចសរសេរបានចេះសរសេរជាសេគុណគឺបានប៉ុណ្ណេះបាទចឹងយើងចេះសរសេរជាស្វ័យគុណណាតែកន្លែងនេះខ្ញុំអត់បង្ហាញទៅវាជាស្វ័យគុណទេបាទវាស្មើប៉ុណ្ណឹងមានន័យថាវាស្មើនឹង1លើ10ចឹងណាពភាគបាទទៅពេលសង់ទីម៉ែត្រគឺអ៊ីសេមក1សង់ទីម៉ែត្រគឺ cm គឺស្មើនឹង 0.00 0.01 បាទឬក៏ស្មើនឹង1លើ100ម៉ែត្រចឹងទៅមីលីម៉ែត្រគឺ1000ធៀបនឹង1000បាទ1000ទៅពេលຂະຫນាតឯកតាធំបាទបន្ទាប់គឺមានដេកាម៉ែត្រគឺនេះសរសេរមកគឺ1 dAm នេះគឺស្មើនឹង10ម៉ែត្រហិកតូម៉ែត្រគឺស្មើនឹង100ម៉ែត្របាទទៅពេលគីឡូម៉ែត្រ1គីឡូម៉ែត្រគឺស្មើនឹង1000ម៉ែត្របាទយើងប្រកាសតែយើងស្គាល់ហើយកន្លែងហ្នឹងណាបាទយើងស្គាល់ហើយកន្លែងហ្នឹងបាទហ្នឹងគឺជាຂະຫນាតណាយើងស្គាល់មាន6ຂະຫນាតទាំងអស់បាទកន្លែងហ្នឹងហើយຂະຫນាតដែលយើងប្រើគោលគឺຂະຫນាតម៉ែត្របាទຂະຫນាតម៉ែត្រចឹងដើម្បីបដូរឯកតាបាទមួយទៅឯកតាតូចបន្ទាប់រៀងគ្នាយើងត្រូវរំកិលក្បៀសកន្លែងហ្នឹងទៅខាងស្ដាំបន្ទាប់មកទៀតម្ដងទៀតគឺមួយខ្ទង់បាទត្រូវរំកិលមួយខ្ទង់អញ្ចឹងណាហើយដើម្បីបាទបន្ទាប់ទៀតដើម្បីកន្លែងនេះគឺថាបាទដើម្បីបដូរឯកតាຂະຫນាតមួយឯកតាធំបន្ទាប់រៀងគ្នាយើងត្រូវរំកិលក្បៀសមកខាងមុខវិញមកខាងឆ្វេងមួយទៅខាងស្ដាំមួយខាងឆ្វេងបាទម្ដងមួយខ្ទង់កន្លែងហ្នឹងបាទចឹងយើងមើលលំហាត់នេះដូចនេះចឹងយើងមើលតារាងនេះអញ្ចឹងគេឲ្យយើងបំបែកຂະຫນាតវាទៅជាអីបាទគូបញ្ជាក់នេះឃើញទេតារាងនេះគឺបញ្ជាក់ពីរបៀបបំបែកបាទគេមានបំបែកអីបាទនេះបំបែកណាបាទគេមាន503.11ម៉ែត្រចឹងគេគ្រាន់តែដាក់មក503.11ម៉ែត្រនេះដាក់មក500នេះមានន័យថាវាចំហិកតូម៉ែត្រដេកាម៉ែត្រគឺលេខ0ហើយលេខ3នេះគឺម៉ែត្រតែពេលសង់ដេស៊ីម៉ែត្រគឺក្រោយក្បៀសនេះដេស៊ីម៉ែត្រក្រោយក្បៀសបើយើងបំបែកទៅវាគឺស្មើនឹងដេស៊ីម៉ែត្រតែពេលនេះសង់ទីម៉ែត្រគឺ6ហើយលេខ0ខាងក្រោយនេះយើងគ្រាន់ថែមវាមកគឺលេខ0វាបំបែកຂະຫນាតបែបហ្នឹងបាទមិនជាបញ្ហាសម្រាប់យើងទេកន្លែងហ្នឹងណាបាទចឹងលំហាត់គំរូនេះបាទយើងមើលតាមហ្នឹងទៅសុខានិងចន្ទធីធ្វើដំណើរពីភ្នំពេញទៅសៀមរាបបានឈប់សម្រាកបាទពេលដែលឈប់សម្រាកវាទាំងពីរអ្នកឃើញបកគោលេខហ្នឹងមានលេខបាទសៀមរាប105បាទចលេខ6ហ្នឹងតើអ្នកធ្វើចម្ងាយប្រមាណចិត្តបកគោលេខហ្នឹងមានន័យថាសៀមរាប105ច6ហ្នឹងមានន័យថាឈប់នៅទីរួមខេត្តដែលមានចម្ងាយផ្លូវហ្នឹងគឺបាទ100ប្រមាណ105គីឡូម៉ែត្រចម្ងាយពីបាទសៀមរាបពីចម្ងាយពីសៀមរាបមកភ្នំពេញពីសៀមរាបទៅមានចម្ងាយសរុបទាំងអស់គឺ300បាទ314ម៉ែត្រអញ្ចឹងយើងយក314ដកចម្ងាយដែលគាត់ឈប់ហ្នឹងទៅឃើញហើយអញ្ចឹងចម្ងាយដែលគាត់ធ្វើដំណើរគឺ200
209 ម៉ែត្រស្ទើរ209 គីឡូម៉ែត្របាទចេញចេះរណាកន្លែងហ្នឹងអូខេបាទចរនេះដូចជាផ្លូវជាតិលេខផ្លូវជាតិលេខ6ហ្នឹងណាចរនេះផ្លូវជាតិលេខ6តែពេលអានេះគឺខាងមុខនេះគឺគីឡូទេហើយយើងដឹងហើយថាហ្នឹងគឺជាលេខគីឡូបាទលេខគីឡូ